Society Facilitator ថ្ងៃនេះខ្ញុំសូមធ្វើការកែចម្លើយរបស់ speaking ជាមួយនឹង writing fluency នៅ Unity 5 of Facilitator អញ្ចឹងដូចជាសប្តាហ៍ដែរចូលមកមុនដំបូងគឺយើងឲ្យកូនសិស្សចំណាយរយៈពេលចំនួន6នាទីនៅក្នុងការ share នៅរឿងដែលគាត់បានអាននៅផ្ទះហើយបន្ទាប់មកគឺ Facilitator ចំណាយរយៈពេល15នាទីទៀតនៅក្នុងការកែ homework ឲ្យកូនសិស្ស homework កន្លែងនេះដែលត្រូវការគឺតាក់ទងអំពី wrap up របស់ Unit ទី5អញ្ចឹងសូម facilitator ទៅមើលវីដេអូមួយទៀតដែលតាក់ទងពី wrap up ចម្លើយនៅរបស់ unit ទី5ហ្នឹងបន្ទាប់ពី section A ជាមួយនឹង section B បានធ្វើហើយសូមចូលមក section C ជាមួយនឹងនាងខ្ញុំអញ្ចឹងនៅក្នុង section C អ្វីដែលកូនសិស្សត្រូវធ្វើគឺ Look at the menu below. Switch a role with your partner and order the foods in the menu. Use the expression for checking confirmation, ordering food, and asking for order in the conversation. អញ្ចឹងបានន័យថាគាត់ត្រូវមើល menu នេះគាត់ត្រូវមើល menu ហ្នឹងបន្ទាប់មកគឺឲ្យគាត់ហ្នឹងមានម្នាក់ A ហើយម្នាក់ B ទៅអញ្ចឹងម្នាក់អ្នកកំងម្ហូបម្នាក់ទៀតអ្នកទទួលការកំងអញ្ចឹងឲ្យគាត់ខំប្រឹងប្រើប្រាស់នៅ expression ដែលគាត់បានរៀនដែលតាក់ទងពីchecking confirmation កំងម្ហូបជាមួយនឹងនិយាយអំពីសួរអំពីការកំងម្ហូបហ្នឹងដែលគាត់បានរៀនហើយហ្នឹងយកមក include នៅក្នុង conversation របស់គាត់អញ្ចឹងខ្ញុំសូមធ្វើឧទាហរណ៍ឲ្យមើលតែម្ដងអញ្ចឹងនៅនេះគឺយើងមានម្ហូបច្រើនណាស់ឧទាហរណ៍សម្រាប់ starter អញ្ចឹងយើងមានមុខម្ហូបដូចជា tomato soup vegetable soup seafood soup chicken soup salad ហើយ main course យើងមានដូចជា steak roasted chicken grilled tuna grilled sea fried chili shrimp grilled cheese sandwich ហើយសម្រាប់ dessert បង្អែមយើងមាន ice cream cake chocolate cake fruit drink ទឹកយើងមានដូចជា water iced tea orange juice ជាមួយនឹង coke អញ្ចឹងដូចនៅពេលដែលគាត់បង្កើត conversation អញ្ចឹងសូមឲ្យគាត់មើលមកឧទាហរណ៍នេះគឺជា conversation ដែលខ្ញុំបង្កើតទុកជាឧទាហរណ៍ពួកគាត់អញ្ចឹងឧទាហរណ៍គាត់មាន2នាក់អញ្ចឹងអាចម្នាក់ធ្វើ waiter ម្នាក់ធ្វើ customer អញ្ចឹងទៅហើយចាំឲ្យគាត់ switch role គ្នាអញ្ចឹង waiter គេអាចសួរ okay hello can I help you and then customer និយាយ yes I would like to have some lunch ហើយបន្ទាប់មកធម្មតា waiter ត្រូវសួរ what would you like a starter and then customer គេថា yes I would like a bowl of chicken soup please អញ្ចឹង chicken soup នេះវាត្រូវនៅក្នុង menu នេះអត់នេះ chicken soup នេះគឺយើងមើល menu ហ្នឹងដើម្បីយើងកំងអូខេហើយបន្ទាប់មក waiter គេសួរទៀត and what would you like for the main course customer គេនិយាយថា I like grilled cheese sandwich grilled cheese sandwich នេះក៏មាននៅក្នុង menu ខាងលើដែរ Would you like anything to drink? Yes, I would like a glass of Coke អញ្ចឹង Coke នេះក៏មាននៅក្នុង menu អញ្ចឹង waiter គេថា okay let me repeat your order នេះគឺជា expression របស់ confirmation ណា checking confirmation you have a bowl of chicken soup for starter a grilled cheese sandwich and for the main course and a glass of Coke for drink and then customer គេថា yes អញ្ចឹងធ្វើមិនឲ្យគាត់ខំប្រឹង insert expression ដែលគាត់រៀនអូខេបងពីមុនហ្នឹងនៅក្នុង conversation ដែលគាត់បានបង្កើតឡើងនេះគឺជាឧទាហរណ៍អញ្ចឹងសូមចូលមកដល់ section មួយទៀតគឺ section D ដែលនិយាយអំពី recommendation ហើយរយៈពេល5នាទីអញ្ចឹងនៅក្នុង recommendation នេះអ្វីដែលកូនសិស្សត្រូវធ្វើគឺ pretend you are the customer who say the statement below go around the class to ask your classmate to recommend a dish or drink for you from the table below you can ask only one person for one statement អញ្ចឹងខ្ញុំសូមបញ្យល់ឲ្យស្រួលយល់តែម្ដងបានន័យថាការងារកន្លែងហ្នឹងគឺកូនសិស្សគឺគាត់ដើរតួទៅជាអ្នកទិញ customer ហើយគាត់គឺមានsentence ទាំង6 sentence នេះនៅក្នុងដៃសំទោសទាំង5 sentence នេះនៅក្នុងដៃអញ្ចឹងគាត់ត្រូវងើបឈរពេលហ្នឹងគឺ facilitator ត្រូវឲ្យគាត់ងើបឈរទាំងអស់គ្នាហើយគាត់ត្រូវដើរសួរពួកម៉ាក់របស់គាត់ឲ្យពួកម៉ាក់របស់គាត់ហ្នឹង recommend ម្ហូបដែលឲ្យត្រូវជាមួយនឹងសំណួរនីមួយៗអញ្ចឹងឧទាហរណ៍គាត់ម្នាក់អញ្ចឹងបានន័យថាចាំនៅពេលឯងសូម facilitator ត្រូវបញ្ជាក់គាត់ឲ្យគាត់ចាំថាមនុស្សម្នាក់គាត់សួរបានតែមួយសំណួរឯងអញ្ចឹងឧទាហរណ៍កន្លែងនេះអញ្ចឹងខ្ញុំទៅសួរឧទាហរណ៍ខ្ញុំគឺជាកូនសិស្សហើយអញ្ចឹងខ្ញុំដើរទៅសួរមនុស្សម្នាក់នៅក្នុងថ្នាក់ I am a vegetarian and I want a starter but I don't like soup what starter should I choose អញ្ចឹងខ្ញុំគឺជាអ្នកញ៉ាំម្ហូបបួសខ្ញុំចង់បាន starter ប៉ុន្តែខ្ញុំអត់ចូលចិត្ត soup ទេអញ្ចឹងគួរខ្ញុំតើ starter របៀបម៉េចដែលខ្ញុំគួរតែជ្រើសរើសអញ្ចឹងពួកម៉ាក់របស់គាត់ត្រូវធ្វើការ recommend មកហើយម្ហូបគឺមានដូចជានៅក្នុងប្រអប់នេះចឹងទី1មាន grilled fish and potato បានន័យថាត្រីអាំងជាមួយនឹងដំឡូងឈីជាមួយ biscuit បានន័យថាឈីជាមួយនឹងនំ tomato salad សាឡាត់ដែលមានផ្លែប៉េងប៉ោះ chicken sandwich រសជាតិសាច់មាន់ជាមួយនឹង vegetable pasta
pasta ដែលមានបន្លែអញ្ចឹងដូចថានៅក្នុងទី1អញ្ចឹងខ្ញុំទៅសួរពួកម៉ាក់ខ្ញុំថាខ្ញុំជា vegetarian ហើយខ្ញុំចង់បាន starter តែខ្ញុំអត់ចូលចិត្ត soup ទេអញ្ចឹង starter អីគួរតែជូរអញ្ចឹងពួកម៉ាក់ខ្ញុំ recommend មកអូខេ tomato salad អញ្ចឹងណានេះគឺជាចម្លើយអញ្ចឹងសូម facilitator ឲ្យគាត់ដើរទៅក្នុងថ្នាក់ហើយឲ្យគាត់សួរពួកម៉ាក់គាត់5សំណួរហ្នឹងហើយគាត់មានរយៈពេលចំនួន5នាទីនៅក្នុងការដើរសួរឲ្យអស់អញ្ចឹងសូមមកធ្វើការកែចម្លើយសិនសំណួរទី2 I want a main course but I only have $5 and I don't like cheese អញ្ចឹង what do you suggest អញ្ចឹងចម្លើយគឺvegetable pasta បើនេះថាបើអ្នកឯងចង់បាន main course ហើយអ្នកឯងមានអត់សូវមានលុយទេហើយអត់ចូលចិត្ត cheese អញ្ចឹងគួរតែញ៉ាំ vegetable pasta ទៅសំណួរទី3 I really love seafood which main course do you suggest ខ្ញុំចូលចិត្តញ៉ាំគ្រឿងសមុទ្រអញ្ចឹង main course របៀបណាដែលអ្នកឯង suggest ឲ្យខ្ញុំអញ្ចឹងចម្លើយគឺ grilled fish and potato ថៃអាំងជាមួយនឹងដំឡូងសូមចូលមកដល់ទី4 I want a dessert but I don't like sweet thing what can I choose ខ្ញុំចង់ញ៉ាំផ្អែមតែខ្ញុំអត់ចូលចិត្តរបស់ផ្អែមទេអញ្ចឹងខ្ញុំគួរយកជ្រើសរើសអីគេអញ្ចឹង cheese ជាមួយនឹង biscuit អញ្ចឹងអ្នកឯងក៏តែយក cheese ជាមួយនឹងនំមើលពីព្រោះ cheese អត់រសជាតិផ្អែមទេហើយ cheese ជាបង្អែមដែរ biscuit នេះនំក៏ជាផ្អែមដែរតែអត់មានរសជាតិផ្អែមទេអូខេចូលមកដល់ទី5 I don't like egg or cheese and I only have €4 what snack can I choose ខ្ញុំអត់ចូលចិត្តពងទាហើយខ្ញុំអត់ចូលចិត្ត cheese ទេហើយខ្ញុំមានតែលុយតែ€4ឯងអញ្ចឹងខ្ញុំគួរតែជ្រើសរើសម្ហូបអីគេដែរអញ្ចឹង recommendation ដែលល្អគឺ chicken sandwich បើន័យថាអត់មាន cheese អត់មានពងទាហើយម្យ៉ាងទៀតគឺតម្លៃថោកថែមទៀតផងអូខេអញ្ចឹងនេះគឺជាអ្វីដែលកូនសិស្សត្រូវធ្វើនៅក្នុង section D អញ្ចឹងចូលមកមើល section C ម្ដងSection C គឺតាក់ទងអំពី dialogue journal ដែលមានរយៈពេល5នាទីអញ្ចឹងកន្លែងហ្នឹងគឺ facilitator គឺឲ្យកូនសិស្ស exchange the journal with a partner and write comment ធម្មតាគឺនៅក្នុង dialogue journal គឺគាត់ត្រូវកន្លែងនេះគឺគាត់ត្រូវយក writing របស់គាត់ដែលយើងដាក់ឲ្យគាត់ទៅសេនៅក្នុង wrap up ហ្នឹងគឺគាត់យកមកឲ្យពួកម៉ាក់របស់គាត់មើលដោះដូរ journal គ្នាមើលទៅបន្ទាប់មកទៅសេ comment នៅបើសិនជាគាត់កែរបស់ពួកម៉ាក់គាត់អញ្ចឹងគាត់ត្រូវទៅសេ comment ពីលើ writing ហ្នឹងថាគាត់មានអារម្មណ៍មិនចំពោះ writing ហ្នឹងគាត់ experience the same thing ឬក៏អត់ឬក៏គាត់ចង់មាន suggestion អីដើម្បី improve writing ហ្នឹងដែរឬទេអូខេអញ្ចឹងឲ្យគាត់ចំណាយរយៈពេល5នាទីនៅក្នុងការធ្វើការដោះដូរជាមួយនឹងទៅសេ comment លើ writing របស់មិត្តភ័ក្តិរបស់គាត់បន្ទាប់ពីចំណាយរយៈពេល5នាទីនៅក្នុងការធ្វើ dialogue journal សូមចូលមកដល់ចុងក្រោយគេបំផុតគឺ F writing រយៈពេលគឺ23នាទីអញ្ចឹងចូលមកដល់កន្លែងនេះគឺកូនសិស្សត្រូវតែទៅសេហើយកន្លែងហ្នឹងគឺចូលមកដល់ទី1ចែកចេញជាច្រើនដំណាក់កាលខ្ញុំសូមចូលដំណាក់កាលទី1 Think of a restaurant that you just went to write a review of that restaurant យើងដឹងហើយថានៅក្នុង unit 5 writing របស់ unit 5គឺតាក់ទងអំពី writing a rating review អញ្ចឹងកន្លែងនេះគឺឲ្យកូនសិស្ស facilitator ទៅបញ្យល់ថាឲ្យកូនសិស្សគិតពីភោជនីយដ្ឋានមួយដែលគាត់ធ្លាប់បានទៅហើយបន្ទាប់មកគឺឲ្យគាត់ write rating review សម្រាប់ restaurant ហ្នឹងទៅហើយឲ្យគាត់ចំណាយពេលរយៈពេល10នាទីនៅក្នុងការសរសេរអូខេអញ្ចឹងបន្ទាប់ពីគាត់ចំណាយរយៈពេល10នាទីក្នុងការសរសេរហើយឲ្យគាត់ឈប់សរសេរហើយចូលមកដល់ stage ទី2 Exchange your writing with your partner edit your partner written word using the writing check list below ticks in the box next to each question write a brief comment that have to improve your partner writing ចឹងកន្លែងហ្នឹងបន្ទាប់ពីគាត់ទៅសេខ្លួនឯងហើយអស់10នាទីចឹងណាឲ្យគាត់ផ្លាស់ប្ដូរ writing របស់គាត់មួយពួកម៉ារបស់គាត់ហើយធ្វើការកែរបស់គេទៅវិញទៅមកប៉ុន្តែការកែកន្លែងនេះមិនមែនចេះតែកែគឺយើងពឹងផ្អែកទៅលើ checklist អញ្ចឹង checklist នេះតារាងនេះគឺមានដូចខាងក្រោមបានន័យថាគាត់ត្រូវយក checklist ហ្នឹងយកមកកែរបស់ពួកម៉ាគាត់អញ្ចឹងទៅគាត់មើលរបស់ពួកម៉ាគាត់ហើយគាត់ត្រូវ tick ឲ្យថាexample does the writer include the name of the restaurant តើกระดาษពួកម៉ាក់គាត់នឹងបាន include name of restaurant អត់អញ្ចឹងបើមានយើងថា yes មកបើអត់មានយើងថា no អូខេអញ្ចឹងឲ្យគាត់កែទៅតាម writing checklist នេះគាត់ត្រូវ tick yes ឬក៏ no ដាក់ទៅតាមសំណួរហើយបន្ទាប់មកបើគាត់មាន comment អីគឺគាត់អាចទៅសេនៅកន្លែងនេះដើម្បី improve writing ពួកម៉ាក់របស់គាត់អញ្ចឹងខ្ញុំសូមធ្វើការបកប្រែសំណួរនៅក្នុង writing checklist សំណួរទី1 Does the writer include the name of the restaurant តើអ្នកសរសេរហ្នឹងគាត់បានរាប់បញ្ចូលឈ្មោះរបស់ភោជនីយដ្ឋានឬទេ Does the writer include the location of the restaurant តើអ្នកសរសេរបានរួមបញ្ចូលនៅអាសយដ្ឋានរបស់ភោជនីយដ្ឋានឬទេ Does the writer include the time he or she went there តើអ្នកសរសេរហ្នឹងគាត់មានបានប្រាប់ពីពេលវេលាដែលគាត់ទៅអត់ Does the writer describe food description dish decoration and taste តើអ្នកសរសេរហ្នឹងគាត់បាននិយាយអំពីអាហារដែលគាត់ញ៉ាំអត់ដែលមានដូចជា
ការតុបតែងអាហារឬក៏រសជាតិរបស់អាហារទី5 The director describe the restaurant atmosphere តើអ្នកសរសេរហ្នឹងគឺគាត់បានរៀបរាប់អំពីបរិយាកាសរបស់ហាងនឹងដែរឬទេដែលមានដូចជាទេសភាពនៅក្នុងហាងឬក៏ជុំវិញហាងទី6 Does the writer include his or her recommendation តើអ្នកសរសេរហ្នឹងគាត់បានរួមបញ្ចូលពី recommendation របស់គាត់ឬក៏អត់បានន័យថាតើគាត់ recommend ឲ្យអ្នកក្រោយទៀតហ្នឹងទៅហាងនឹងដែរឬទេទី7 Does the writer put information in logical order តើអ្នកសរសេរហ្នឹងគាត់បានរៀបចំ information ទាំងអស់ហ្នឹងទៅតាម logical order format របស់ writing rating review ដែរឬអត់អូខេអញ្ចឹងបន្ទាប់ពីចូលមកដល់ទី7ចប់ហើយសូមចូលមកមើលសំណួរទី8តាក់ទងពីការប្រើប្រាស់ language នៅក្នុង writing ម្ដង Do all the sentence begin with a capital letter តើ sentence របស់អ្នកសរសេរទាំងអស់នៅក្នុង writing ហ្នឹងចាប់ផ្ដើមដោយអក្សរធំអត់ Are there any spelling error in the writing តើមានកំហុសតាក់ទងមួយ spelling ដែរឬទេទី10 Are all the sentence complete sentence តើ sentence ទាំងអស់ហ្នឹងមាន subject មាន verb មាន object ត្រូវដែរឬអត់ទី11 Are there any grammatical mistakes តើមានកំហុសតាក់ទងមួយ grammar ដែរឬទេអញ្ចឹងបើមានឆ្លើយថា yes បើសិនជាអត់ឆ្លើយថា no ហើយបើមាន comment អីសូមសរសេរនៅកន្លោតមួយនេះដើម្បីឲ្យមិត្តភ័ក្តិរបស់យើងនឹងបាន improve writing របស់ពួកគាត់បន្ទាប់ពី facilitator ចំណាយរយៈពេលចំនួន5នាទីដើម្បីឲ្យគាត់ធ្វើការកែរបស់គ្នាទៅវិញទៅមកតាម checklist សូមចូលមកមើលមួយដំណាក់កាលទៀតគឺតាក់ទងជាមួយនឹង F3 Read your feedback and discuss with your partner អញ្ចឹងបានន័យថាពេលដែលគាត់កែ writing របស់គ្នាតាក់ទងជាមួយនឹង checklist ផ្អែកទៅតាម checklist ហ្នឹងហើយ5នាទីហួសទៅយើងឲ្យគាត់ឈប់បានន័យថាឈប់កែគឺពេលហ្នឹងឲ្យគាត់ return កណ្ដាស់ writing នេះទៅកាន់ម្ចាស់ដើមវិញបន្ទាប់មកឲ្យគាត់ discuss គ្នាឲ្យថាអូខេអញ្ចឹង writing ខ្ញុំខុសឲ្យគេខ្លះតើអ្នកឯងមានចង់ខ្ញុំកែកន្លែងណាហេតុអីបានខ្ញុំខុសអញ្ចឹងឲ្យគាត់ discuss គ្នាហ្នឹងហើយចំណាយរយៈពេល3នាទីនៅក្នុងការ discuss ហ្នឹងបន្ទាប់ពីគាត់ discuss 3នាទីហើយឲ្យគាត់ចូលមកដល់វគ្គចុងក្រោយគឺ rewrite your writing based on the feedback បានន័យថាគាត់ត្រូវយក writing របស់គាត់ហ្នឹងយកមកសរសេរឡើងវិញដើម្បីកែកំហុសទាំងប្រមាណដែលពួកម៉ាក់គាត់ហ្នឹងបានកែឲ្យគាត់នៅក្នុង writing checklist ហ្នឹងគាត់ត្រូវយក writing checklist ហ្នឹងយកមកមើលហើយកែតម្រូវ writing របស់គាត់ហ្នឹងឲ្យត្រូវទៅតាមហ្នឹងដែរអញ្ចឹងឲ្យគាត់ចំណាយរយៈពេល5នាទីនៅក្នុងការសរសេរ writing របស់គាត់ហ្នឹងឡើងវិញអញ្ចឹងអូខេនេះគឺជាចុងបញ្ចប់នៃវីដេអូ writing speaking ជាមួយនឹង writing fluency របស់ unit 5 ហើយសូមអរគុណ facilitator នៃការយកចិត្តទុកដាក់